ស្ត្រីដែលមាន EQ បញ្ញាស្មារតីខ្ពស់គឺជាមនុស្សដែលមិនធ្វើរឿងទាំង8យ៉ាងនេះទេអ្នកដែលមាន EQ ខ្ពស់មិនមែនជាមនុស្សដែលទន់ជ្រាយរឹងរូសញញឹមគ្រប់ពេលឬចេះតែអត់ឱនឲ្យគ្រប់រឿងនោះឡើយពួកគេគ្រាន់តែជាមនុស្សដែលបានឆ្លងកាត់ការលំបាកនិងការលះបង់ច្រើនល្មមដើម្បីយល់ថាបើសិនជាអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងព្រមទាំងមនុស្សដែលខ្លួនស្រឡាញ់ទៀតផងហេតុនេះហើយទើបពួកគេរៀនរស់នៅជាមួយនឹងមិនធ្វើនៅទង្វើទាំង8នេះឡើយ 1. មិនខឹងសម្បាគ្មានហេតុផលមិនមែនដោយសារពួកគេមិនចេះឈឺចាប់មិនចេះខូចចិត្តឬមិនចេះខឹងនោះទេប៉ុន្តែដោយសារពួកគេយល់ច្បាស់ថាអារម្មណ៍ឆេវឆាវតែមួយពេលអាចបំផ្លាញទំនាក់ទំនងដែលចំណាយពេលយ៉ាងយូរដើម្បីសាងឡើង 2. មិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃពួកគេដឹងថាស្ត្រីម្នាក់ៗសុទ្ធតែមានពេលវេលារីកស្គុះស្គាយរៀងខ្លួនមានអ្នកខ្លះជោគជ័យតាំងពីក្មេងអ្នកខ្លះលូតលាស់យ៉ាងស្ងៀមស្ងាត់ក្រោយឆ្លងកាត់ការឈឺចាប់ការប្រៀបធៀបមានតែធ្វើឲ្យចិត្តខ្លួនឯងកាន់តែនឿយហត់ 3. មិនប្រញាប់វាយតម្លៃអ្នកដទៃព្រោះនៅពីក្រោយរូបិយដ៏ស្រគត់ស្រគំត្រជាក់អាចជាមុខរបួសដែលមិនទាន់ជាសះស្បើយនៅពីក្រោយការសម្រេចចិត្តដ៏ខុសឆ្គងអាចជាស្ថានភាពលំបាកដែលគ្មាននរណាម្នាក់មើលឃើញស្ត្រីដែលមាន EQ ខ្ពស់ជ្រើសរើសការស្ដាប់ជាមុនសិនមុននឹងសន្និដ្ឋាន 4. មិនប្រកាន់នឹងរឿងបន្តិចបន្តួចពួកគេមិនចង់ចាញ់ឈ្នះលើពាក្យសម្ដីហើយក៏មិនទុករឿងរ៉ាវកំពាក់កំពុកនៅក្នុងចិត្តឡើយព្រោះពួកគេដឹងថាភាពប្រពៃនិងក្តីសុខក្នុងចិត្តវាមានតម្លៃជាងការចង់ត្រូវចង់ខុសលើរឿងដែលមិនគួរជាសះស្បើយ ទី 5 មិនបណ្ដោយឲ្យអារម្មណ៍សម្រេចចិត្តជំនួសហេតុផលពេលខូចចិត្តពួកគេមិនប្រញាប់បោះបង់ពេលខឹងពួកគេមិនប្រញាប់និយាយពាក្យសម្ដីដែលធ្វើឲ្យគេឈឺចាប់ហើយពេលសប្បាយចិត្តខ្លាំងពួកគេក៏មិនប្រញាប់សន្យាលើសពីសមត្ថភាពរបស់ខ្លួនដែរ 6. មិនព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តស្ត្រីដែលចាស់ទុំខាងគំនិតតែងតែយល់ថាការរស់នៅប្រកបដោយគុណធម៌និងភាពល្អប្រពៃមិនមែនមានន័យថាត្រូវតែយល់ស្របឬធ្វើតាមចិត្តមនុស្សគ្រប់គ្នានោះទេការចេះនិយាយពាក្យថាទេក៏ជាវិធីសាស្ត្រមួយនៃការស្រឡាញ់ខ្លួនឯងដែរ 7. មិនច្រណែននឹងជោគជ័យអ្នកដទៃពួកគេដឹងថាការត្រេកអរចំពោះពន្លឺជោគជ័យរបស់គេមិនបានធ្វើឲ្យខ្លួនឯងងងឹតនោះទេផ្ទុយទៅវិញវាជាការដាស់តឿនខ្លួនឯងថាយើងក៏អាចធ្វើបានល្អជាងមុនស្អាតជាងមុននិងរឹងមាំជាងមុនជារៀងរាល់ថ្ងៃ 8. មិនភ្លេចស្ដាប់សំឡេងបេះដូងខ្លួនឯងក្នុងចំណោមតួនាទីជាច្រើនជាកូនស្រីជាភរិយាជាម្ដាយឬជានារីដែលរវល់នឹងការងារនិងគ្រួសារពួកគេនៅតែមិនបបង់ការស្ដាប់សំឡេងពិតពីខាងក្នុងចិត្តខ្លួនឯងពួកគេដឹងថាពេលណាខ្លួនឯងហត់ពេលណាត្រូវឈប់សម្រាកនិងដឹងខ្លួនឯងថាគួរទទួលបានការស្រឡាញ់ថែទាំកម្រិតណាស្ត្រីដែលមាន EQ ខ្ពស់មិនមែនជាមនុស្សដែលមិនចេះឈឺចាប់នោះទេពួកគេគ្រាន់តែជាមនុស្សដែលចេះផ្លាស់ប្ដូរការឈឺចាប់ឲ្យคล้ายទៅជាការយល់ដឹងដ៏ជ្រាលជ្រៅផ្លាស់ប្ដូរភាពស្ងប់ស្ងាត់ឲ្យคล้ายជាភាពអត់ធ្មត់និងផ្លាស់ប្ដូរភាពទន់ភ្លន់ឲ្យคล้ายជាកម្លាំងចិត្តដ៏រឹងមាំសូមអរគុណ